ជាពិសេសខ្ញុំអត់សង្ឃឹមថាពានឯកជនទេគឺខ្ញុំធ្វើម៉េចជួយក្រុមឲ្យលើកពានហើយពានឯកជននឹងមករកយើងតាមក្រោយសម្រាប់កីឡាករនីអូជាងគេបានទៅលើកីឡាករនីនៃក្លឹបបាល់ទាត់ភ្នំពេញ Crown សម្រាប់ការឈ្នះពានរង្វាន់3ដងជាប់គ្នាខ្ញុំមានអារម្មណ៍ថាវាសប្បាយហើយវាជាឆ្នាំរបស់ក្លឹបបាល់ទាត់យើងហើយចាសប្បាយចិត្តមែនតើចាបងខ្ញុំសង្កេតឃើញថាក្រុមកាន់តែមានការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសយើងបានឈានទៅដល់កម្រិតអន្តរជាតិមួយទៀតហើយសប្បាយចិត្តមែនតើដែលក្លឹបខ្ញុំគាត់មិនមែនតែខ្ញុំក៏ដូចជាគឺគ្រប់គ្នាតែម្ដងទាំងគ្រូទាំងថ្នាក់ដឹកនាំជាពិសេសគឺប្រធានក្លឹបរបស់យើងគឺគាត់លើកទឹកចិត្តយើងខ្លាំងមែនតើចាសម្រាប់បេជើងមាសក៏ដូចជាកីឡាករនីល្អខ្ញុំទទួលបានវាជាលើកដំបូងសម្រាប់ការចូលរួមរបស់ខ្ញុំ3-4ឆ្នាំនេះហើយខ្ញុំសូមផ្ញើភាពជោគជ័យក៏ដូចជាបទពិសោធន៍ដែលខ្ញុំព្យាយាមដើម្បីបានវាគឺយើងត្រូវការជឿជាក់លើខ្លួនឯងក៏ដូចជាក្រុមសាមគ្គីគ្នាគឺធ្វើឲ្យយើងទទួលបានចាស់ជាចុងក្រោយខ្ញុំសូមអរគុណទៅដល់អ្នកគ្រប់គ្រងដែលគ្រប់គ្រងយើងតាំងពីដើមរហូតដល់ចប់រដូវកាលហើយសូមផ្ញើបទពិសោធន៍នេះទៅដល់នារីហើយក៏ឲ្យពួកគាត់ព្យាយាមបន្តការចូលរួមលេងក្នុងវិស័យនេះទោះបីជាយើងមានឱកាសតិចឬច្រើនគឺសូមឲ្យគាត់នៅតែចូលរួមពុះពៀគ្រប់បែបយ៉ាងដើម្បីឈោងចាប់ក្តីសម័យឲ្យ